សូមជូនរឿងខ្មោចអូក្តាមមិនឈូរឿងខ្មោចអូក្តាមឈូនេះគោលបំណងរឿងដែលពុកម៉ែបងប្អូនបានស្ដាប់នេះអ្នកនិពន្ធចង់អប់រំដល់បងប្អូនទាំងអស់គ្នាឲ្យយល់ច្បាស់ថាព្រៃឈើគឺជាជីវិតរបស់យើងទាំងអស់គ្នាព្រៃឈើអាចផ្ដល់ផលប្រយោជន៍ដល់មនុស្សនិងសត្វគឺជាធម្មជាតិដែលមិនអាចនឹងខ្វះបានការបាត់បង់ព្រៃឈើគឺជាការបំផ្លាញធនធានធម្មជាតិនិងជីវិតខ្លួនឯងព្រៃឈើអាចទប់ស្កាត់ទឹកជំនន់ការពារគ្រោះធម្មជាតិនិងធ្វើឲ្យមានភ្លៀងធ្លាក់ការកាប់ដើមឈើធ្វើអាជីវកម្មគឺការបំផ្លាញប្រទេសជាតិដើមឈើជាជំរករបស់អារក្សអារក្សអ្នកតាឬខ្មោចព្រាយជាដើមដូច្នេះសូមបងប្អូនពុកម៉ែបងប្អូនអរគ្នាដាំឈើនិងរក្សាព្រៃឈើដើម្បីប្រទេសជាតិរបស់យើងទាំងអស់គ្នាបាទចឹងក៏សូមពុកម៉ែបងប្អូនអរគ្នាបងប្អូនអារម្មណ៍ទាំងអស់គ្នាដើម្បីមកស្ដាប់រឿងខ្មោចអូក្តាមឈូតនេះដូចតទៅនេះបាទអញ្ចឹងសូមពុកម៉ែបងប្អូនស្ដាប់ដូចតទៅនៅឯជនបទដាច់ស្រយាលមានប្តីប្រពន្ធពីរនាក់ប្តីឈ្មោះសនប្រពន្ធឈ្មោះសូណារស់នៅជាមួយម្ដាយមេម៉ាយម្នាក់គ្រួសារនេះប្រកបរបរដើរកាប់អុសអាឈើតាមព្រៃយកមកលក់ឲ្យអ្នកស្រុកទោះជាពួកគាត់មានដីស្រែចម្ការនិងមានដើមត្នោតជាង10ដើមក៏ដោយក៏ពួកគាត់មិនរវល់ដាំដំណាំធ្វើស្រែឬធ្វើស្ករត្នោតឡើយថ្ងៃមួយប្តីប្រពន្ធពូសនបានបរទេះទៅដល់ទីទូលមួយសម្បូរដោយរណ្ដៅកប់ខ្មោចដែលឃាតករចំនួនពលពួតយកមកសម្លាប់ដោយគ្មានកំហុសជាខ្មោចតែលតោលគ្មានសាច់ញាតិសន្តានណាធ្វើបុណ្យឧទ្ទិសកុសលឲ្យទេជាហេតុធ្វើឲ្យប្រលឹងពួកគាត់คล้ายជាខ្មោចកាចសាហាវតែងតែលួងប្រជាពលរដ្ឋនិងក្មេងខ្វៀលគោជារឿយចំណែកប្តីប្រពន្ធពីរនាក់នេះវិញពួកគាត់មិនដែលខ្លាចខ្មោចឡើយពួកគាត់ខំប្រឹងកាប់រំលំដើមឈើអាពុះជ្រីកបញ្ជូនដាក់រទេះយ៉ាងញាប់ដៃហើយលក់យកកម្រៃដោយគ្មានពិចារណាប៉ុន្មានខែក្រោយមកនាងសូណាសម្រាលបានកូនប្រុសម្នាក់ពេលដែលកូននាងបានកើតបាន7ថ្ងៃស្ថិតនៅក្នុងស្ថានភាពសរសៃខ្ចីនៅឡើយយប់នោះខែភ្លឺល្អណាស់នាងបានដើរទៅបត់ជើងទូចនៅខាងក្រោយផ្ទះក៏បានឃើញស្ត្រីម្នាក់អង្គុយយល់ជើងពីលើចុងឈើភ្លាមនោះនាងចាប់ដើមព្រឺក្បាលព្រឺសម្បុរហើយស្រែកហៅម្ដាយម៉ែមានមនុស្សនៅលើដើមឈើម្ដាយនាងក្រោយពីឮកូនស្រែកហៅខ្លាំងបែបនេះក៏ស្ទុះចេញមកឃើញនារីម្នាក់អង្គុយសើចយ៉ាងក្អាកក្អាយអង្គុយសើចយ៉ាងកក្អឹកមួយរំពេចក្រោយមកទាំងពីរអ្នកម្ដាយនិងកូនបានឃើញមុខមាត់ស្ត្រីដ៏ស្រស់ស្អាតនោះប្រែជារលេះរលួយទើបម្ដាយស្រែកជួយផងខ្មោចពេលនោះកូនស្រីក៏ស្ទុះរត់ដួលសន្លប់ទាំងសរសៃខ្ចីឯខ្មោចនោះក៏រលាយបាត់ទៅប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីនាងមានសភាពធូរស្រាលពីសរសៃខ្ចីហើយនាងបានទុកកូនឲ្យម្ដាយមើលថែឯនាងនិងប្តីបានទៅកាប់អុសនៅព្រៃម្ដុំនោះម្ដងទៀត
ដែលជាហេតុធ្វើឲ្យក្រុមគ្រួសារខ្មោចក្តៅក្រហាយជាខ្លាំងយប់នោះគ្រួសារខ្មោចបាននាំគ្នាអូសក្តារមឈូសចេញពីព្រៃសំដៅទៅផ្ទះពូសនសំឡេងក្រលួញ័របានបន្លឺឡើងពួកឯងឆាប់សងលំនៅយើងវិញមកពួកឯងឆាប់សងលំនៅយើងវិញមកបន្ទាប់មកប្រពន្ធកូនរបស់ខ្មោចក៏បន្តតាមក្រោយធ្វើឲ្យនីសនឆ្លើយទាំងដាក់ដប់ដូចនេះថាជំរោគស្ដីខ្ញុំមិនដឹងទេជំរោគអីខ្ញុំមិនដឹងទេខ្មោចនោះបាននិយាយវិញទៀតថាឯងជាអ្នកបំផ្លាញជំរោគរបស់យើងឯងជាអ្នកបំផ្លាញជំរោគរបស់យើងនៅពេលនោះពូសនក៏ឆ្លើយទៀតថាខ្ញុំគ្រាន់តែកាប់ដើមឈើប៉ុណ្ណោះខ្ញុំគ្រាន់តែកាប់ដើមឈើប៉ុណ្ណោះទេនោះហើយក៏ខ្មោចបាននិយាយបន្តទៀតថាដើមឈើនោះហើយជាជំរោគរបស់យើងដើមឈើនោះហើយជាជំរោគរបស់យើងពូសនណាគ្រាន់តែពួកគេអូសក្តារមកឈូសចេញផុតពីមុខផ្ទះបន្តិចរូបពួកគេបានក៏រលាយបាត់ទៅព្រឹកស្អែកឡើងម្ដាយពួកគេក៏ជំនុំគ្នាជាមួយកូនបាននិយាយថាពួកឯងគូតែឈប់ទៅកាប់ឈើនៅម្ដុំនោះទៀតទៅហើយកូនក៏បានឆ្លើយនិយាយវិញថាម៉ែបើយើងឈប់ទៅកាប់ឈើតើឲ្យខ្ញុំទៅរកអ្វីបើពួកយើងមានជីវភាពក្រីក្រយ៉ាងនេះហើយក្រៅពីព្រៃម្ដុំនោះមិនសូវមានដើមឈើធំទេហើយប្រពន្ធពូសនក៏បាននិយាយវិញដែរថាមែនហើយបងឲ្យតែទៅទីនោះម្ដងណាខ្មោចតែងតែលងពួកយើងរាល់លើកហើយក៏ប្តីឆ្លើយទៀតថាណាហើយកុំខ្លាចអីឥឡូវពួកយើងនាំគ្នាទៅជួបព្រះសង្ឃឲ្យលោកស្រោចទឹករួចធ្វើសែកចង្កេះពាក្យម្នាក់មួយទៅពួកយើងវាលេងខ្លាចលេងខ្មោចលេងបន្លាចយើងទៀតហើយម៉ែកូនទាំង3នាក់ក៏នាំគ្នាទៅស្រោចទឹកនៅវត្តហើយធ្វើសែកចង្កេះពាក្យទាំង3នាក់តែម្ដងម្នាក់មួយអញ្ចឹងបន្ទាប់មកពូសនក៏ទៅកាប់អស់ក្នុងព្រៃម្ដុំនោះទៀតយប់នោះក្រោយត្រឡប់មកពីការកាប់អស់វិញពូសនក៏បានដេកលក់មួយស្របក់ស្រាប់តែមានមនុស្សដេកជើងធ្វើឲ្យកាត់ភ្ញាក់ព្រឹតបើកភ្នែកឡើងឃើញខ្មោចត្រងោល3នាក់អូសក្តារមកឈូសដាក់នៅចុងជើងសើចស្ញែងនេកលីនថ្លែពូសនក៏គាត់បាននិយាយថាឯងមកធ្វើអីទៀតហើយខ្មោចហ្នឹងក៏បាននិយាយតបទៅពូសនវិញថាយើងមករកឯងឲ្យសងជំរោគមកយើងវិញមកពេលនោះឯនីសនងើបឡើងស្រវាបានកំបិតផ្គាក់ពីលើក្បាលដំណេកបំរុងកាប់តែត្រូវខ្មោចប្រុសសង្កត់ដៃជាប់ពូសនស្រែកភ្លឺតសំឡេងខ្មោចជួយផងពេជ្រនោះខ្មោចក៏រលាយរូបបាត់ទៅចាប់ពីថ្ងៃនោះមកគ្រូសាពូសនដូចជាខ្លាចរអានឹងទៅទីនោះទៀតណាស់ទើបពួកគាត់សម្រេចចិត្តឈប់កាប់ឈើបដូរទៅធ្វើការនៅកំពង់ផែកំពង់សោមវិញទុកប្រពន្ធកូននិងម្ដាយក្មេកឲ្យនៅចាំផ្ទះ
3យប់ក្រោយមកនៅពេលពាក់កណ្ដាលអត្រាតនាងសូណាបានលងលក់មួយស្របក់ពេលបើកភ្នែកឡើងនាងប្រទះឃើញខ្មោចស្រីអង្គុយលើក្បាលដំណេកនាងខំទប់ស្មារតីបិទភ្នែកស្រែមលូកដៃរាវរោគខ្សែចង្កេះតែត្រូវខ្មោចស្រីនោះសង្កត់ដៃជាប់ហើយក៏រលាយរូបបាត់ទៅបន្ទាប់មកស្រាប់តែមានឆ្មាខ្មៅមួយហក់មកពីលើធ្នឹមស្ទុះខំជើងរបស់នាងចំណែកនីសូនត្រូវបានខ្មោចប្រុស3នាក់តាមទលងដល់ទីនោះទាំងយប់នោះកើតបានឃើញខ្មោចប្រុសទាំង3នាក់ម្នាក់ក្បាលត្រងោលម្នាក់សក់ប្រញាញ់ឯម្នាក់ទីនសក់វែងមានមុខមាត់គួរឲ្យខ្លាចបានចាប់ដៃជើងកើតសង្កត់ហើយម្នាក់ទៀតលើករណាប្រុងនឹងអាករបស់កើតក៏ប្រឹងស្រែករើបំរាស់រហូតដល់ធ្លាក់ពីលើក្រេផ្អើលអស់មនុស្សទាំងកណ្ដាលអត្រាតស្អែកឡើងពូសូនក៏សុំតកែឈប់ពីការងារវិលត្រឡប់មកទីវិញគ្រូសាពូសូនបានអុជធូបបាយបន់សុំខមាទោសនៅកន្លែងកាប់ឈើហើយពួកគាត់នាំគ្នាធ្វើស្រែចម្ការនិងឡើងថ្នោតធ្វើស្ករវិញរត់ដោយសុខសាន្តគ្មានខ្មោចរំខានទីឡើយនៃការបំផ្លាញផ្លេឈើគឺការវាមានការប៉ះពាល់ច្រើនណាការបំផ្លាញផ្លេឈើគឺបំផ្លាញទាំងជំរក់សត្វផងធ្វើបំផ្លាញជំរក់នៅខ្មោចបិសាចអមនុស្សផងអញ្ចឹងពុកម៉ែបងប្អូនអស់គ្នាដែលយើងយល់ហើយថាអ្នកបំផ្លាញផ្លេឈើដូចជាបំផ្លាញនៅអាយុជីវិតខ្លួនឯងផងដែរហើយក៏មានការបំផ្លាញគ្រប់បែបយ៉ាងគឺបំផ្លាញផ្លេឈើមានទឹកចំនួនមានអីជាដើមគឺសូមពុកម៉ែបងប្អូនអស់គ្នាឈប់បំផ្លាញផ្លេឈើទាំងអស់គ្នាអញ្ចឹងក៏ក្នុងនឹងផងដែរក៏ខ្ញុំដែលបានសម្រាប់រឿងអានរឿងពុកម៉ែបងប្អូនបានស្ដាប់ហើយក៏ខ្ញុំមានសំណួរសួរទៅពុកម៉ែបងប្អូនដែរបាទសួរពុកម៉ែបងប្អូនឲ្យពុកម៉ែបងប្អូនឆ្លើយក្នុងខមមិនអស់គ្នាទី1តើគ្រូសាពូសនប្រកបមុខរបរអ្វីនឹងទី1តើគ្រូសាពូសនប្រកបមុខរបរអ្វីទី2ហេតុអ្វីបានជាខ្មោចនោះតែងតែមកលួងប្តីប្រពន្ធពូសនហេតុអ្វីបានជាខ្មោចនោះតែងតែមកលួងបន្លាចពូសននឹងសំណួរទី2សំណួរទី3តើប្តីប្រពន្ធពូសនទទួលបានអ្វីខ្លះពីមុខរបរកាប់អស់សំណួរទី3តើប្តីប្រពន្ធពូសនទទួលបានអ្វីខ្លះពីមុខរបរកាប់អស់សំណួរទី4មកក្រោយតើពួកគាត់ផ្លាស់ប្ដូរមុខរបរអ្វី4មកក្រោយតើពួកគាត់ផ្លាស់ប្ដូរមុខរបរអ្វីបាទអញ្ចឹងសូមពុកម៉ែបងប្អូនអ្នកគ្នាខមមិនដើម្បីឆ្លើយនៅសំណួរទាំងអស់គ្នាបាទអរគុណបាទសូមជម្រាបលាទាំងអស់គ្នាពុកម៉ែបងប្អូនអ្នកគ្នាបាទសុខភាពល្អអនាគតបបររឿងបាន